Nè ắtចេះញ៉ាំលៀហាលតែច្រឡំឃើញវីដេអូនេះវិញអង្គុយស្រក់ទឹកមាត់អីណាប្រយ័ត្នដោយសារតើលៀហារបស់យើងគឺអូយសិតតែម្ទេសហើយមានគ្រឿងក្រូចច្រើនមែនតែនបងធីមយើងអ្នកណាចូលចិត្តញ៉ាំលៀហាខ្លះហើយលៀហាមានច្រើនរសជាតិមែនតែនដោយសារតែថ្ងៃហ្នឹងគឺខ្ញុំបានជាមួយនឹងលៀល្អមែនតែនគាត់នឹកឃើញយកមកធ្វើលៀហាណាបងប្អូនលៀរបស់យើងមុនយកមកស្រោតទឹកក្តៅគឺយើងត្រូវការលាងទឹកមកទឹកពីរទឹកដើម្បីឲ្យស្អាតហ្នឹងសិនបន្ទាប់មកគឺខ្ញុំយកទឹកក្តៅយកមកស្រោបងប្អូនហើយទឹកក្តៅនេះគឺជាប្រភេទទឹកក្តៅអ៊ុនផងដែរដោយសារតើលៀសរបស់ខ្ញុំគឺតិចមែនតែនពេលអញ្ចឹងទៅគឺខ្ញុំយកមកស្រោជាមួយនឹងទឹកក្តៅអ៊ុនតែបើបងមានលៀសច្រើនអាចស្រោជាមួយនឹងស្បៃរុំជាប់ទៅចាំយើងយកទៅស្រោក៏បានបន្ទាប់ពីស្រោរួចហើយគឺខ្ញុំទុកឲ្យស្រស់ទឹកបន្តិចសិនលៀសរបស់យើងគឺស្រស់ទឹកហើយកលេចមកមើលជាមួយនឹងគ្រឿងក្រូចផ្សំមានអំបិលមានម្ទេសអីចឹងណាជាពិសេសគឺម្ទេសមាត់ហើយនឹងម្រេចបុកឲ្យមាត់ទៅបងប្អូនស្លឹកខ្ទឹមគល់ខ្ទឹមហើយនឹងដើមខ្ទឹមផងដែរជាពិសេសគឺខ្ទឹមយើងដំចិញ្ច្រាំហើយណាខ្ញុំប្រើជាមួយអំបិលស្ករពីចេងធម្មតាទេបងដែលចូលចិត្តអាចប្រើជាមួយនឹងម្សៅស៊ុបខ្នុរក៏បានដែរបន្ទាប់មកទៀតគឺខ្ញុំចាប់ផ្ដើមយកកធុនមួយឡើងថ្មីជ្រើងតែម្ដងណាលាយគ្រឿងក្រូចយើងចូលគ្នាឲ្យអស់ចឹងទៅបងប្អូនតែសម្រាប់ម្ទេសជាមួយនឹងម្រេចបងប្អូនអាចទុកដាក់ខាងក្រៅក៏បានក៏ជ្រោកលាយឲ្យហើយក៏បានដែរក៏ប៉ុន្តែគឺខ្ញុំដាក់ចូលក្នុងនឹងតែម្ដងដាក់ពាក់កណ្ដាលឯងបងប្អូនអត់តន់ដាក់ទាំងអស់ទេដោយសារតាយើងទុករយខាងលើយកពណ៌អីខ្លះអញ្ចឹងណាពេលខ្លះរសជាតិឆ្ងាញ់មែនតែរូបរាងខាងក្រៅបើមានរយម្ទេសរយអីទៅលើនិយាយទៅអត់សូវតាក់ទាញទេបងប្អូនបន្ទាប់មកទៀតខ្ញុំចាក់ជាមួយនឹងលៀសដែលបានស្រស់ទឹកក្តៅអ៊ុននឹងចូលទៅដោយសារតើខ្ញុំអត់សូវចង់ឲ្យលៀសនឹងនៅក្តាប់មាត់ទេខ្ញុំចង់ឲ្យហាមាត់ខ្លះអញ្ចឹងណាបន្ទាប់មកទៀតទៅខ្ញុំស្រោះឲ្យរាងហាមាត់ខ្លះទៅហើយគឺខ្ញុំដាក់ជាមួយនឹងម្រេចបន្តិចហើយនឹងម្ទេសបន្តិចទេបងប្អូនដោយសារតែក្នុងកញ្ច្រែងនេះគឺមានក្មេងៗញ៉ាំដែរអញ្ចឹងណាហើយខ្ញុំអត់សូវដាក់ហឹរទេព្រោះបើថាហឹរពេកអញ្ចឹងត្រូវមាត់ក្មេងៗខ្លះបន្ទាប់មកទៀតគឺខ្ញុំរោយជាមួយនឹងស្លឹកខ្ទឹមខ្លះបងប្អូនហើយយកទៅហាថ្ងៃហើយថ្ងៃខាងហ្នឹងគឺបើកក្តៅចេះតែម្ដងណាបងប្អូនគឺហាលទៅតាមសពពីសពអាចញ៉ាំបានហើយកលេចមកមើលជាមួយនឹងមកថាសទៀតណាបងប្អូនគឺនឹងគឺយើងធ្វើញ៉ាំខ្លួនឯងយើងចាស់អ្នកចេះហឹលអីចឹងណាគូរយម្រេចជាមួយនឹងម្ទេសឡើងចាស់ដៃតែម្ដងណាបងប្អូនគឺដាក់ឡើងមកចាស់ដៃទៅអញ្ចឹងមិនឆ្ញាញ់ហើយបើសិនអត់សូវហឹលអត់សូវអីនិយាយទៅអត់សូវឆ្ងាញ់ទេតែបើដាក់ឲ្យហឹលញ៉ាំបាយជាមួយបាយកកពេលថ្ងៃអីនិយាយអើយញ៉ាំឲ្យលឹតដៃទៀតមិនមែនធម្មតាទេជាពិសេសបងដែលចូលចិត្តញ៉ាំលីហាលរសជាតិអំបិលម្ទេសលីហាលរសជាតិម្រេចអីចឹងណាជាពិសេសគឺលីហាលអំពិលទុំយើងបើមួយទៀតគឺសាមញ្ញបំផុតគឺលីហាលធម្មតាអត់មានប្រើជាមួយគ្រឿងហឹលឯងនិយាយពីឆ្ងាញ់កប់ស្រីបងប្អូនខ្ញុំចូលចិត្តញ៉ាំទាំងអស់ហើយថ្ងៃហ្នឹងផងដែរគឺតំណងអរគុណបាយបាយ